ចាជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើជ្រក់ជើងមាន់ងាយៗហើយឆាប់បានញ៉ាំបងប្អូនចាហើយនេះដែរគឺជាគ្រឿងផ្សំទាំងអស់សម្រាប់ធ្វើជ្រក់ជើងមាន់របស់យើងបងប្អូនអញ្ចឹងជំហានដំបូងគឺយើងធ្វើការដាំទឹកដាក់រំដេងហើយស្លឹកក្រូចសើចដើម្បីស្រោចជើងមាន់របស់យើងកុំឲ្យឆ្អាបបងប្អូនអញ្ចឹងបន្ទាប់ពីទឹករបស់យើងបានពុះហើយគឺយើងធ្វើការដាក់ជើងមាន់របស់យើងចូលបងប្អូនហើយយើងបន្តរង់ចាំឲ្យទឹករបស់យើងពុះម្ដងទៀតចាអញ្ចឹងកំឡុងពេលដែលយើងចាំជើងមាន់របស់យើងឆ្អិនយើងងាកមកធ្វើគ្រឿងផ្សំបន្ទាប់ដែលយើងត្រូវលាយចូលជាមួយនឹងជើងមាន់របស់យើងសិនបងប្អូនហើយសម្រាប់គ្រឿងផ្សំដែលបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងហើយចំពោះម្ទេសនិងខ្ទឹមនេះបងប្អូនចង់បុកក៏បានចង់កិនក៏បានបងប្អូនចាអញ្ចឹងបន្ទាប់ពីយើងធ្វើការកិនម្ទេសជាមួយនឹងខ្ទឹមរបស់យើងរួចរាល់ហើយគឺយើងងាកមកលាយគ្រឿងផ្សំរបស់យើងម្ដងដែលមានអំបិលស្ករប៊ីចេងទឹកត្រីហើយនិងក្រូចឆ្មាតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានចាឥឡូវនេះយើងឃើញថាត្រីរបស់យើងគឺបានរួចរាល់ហើយបងប្អូនហើយជើងមាន់របស់យើងវិញក៏ឆ្អិនដែរហើយចំពោះជើងមាន់នេះដែរក៏ខ្ញុំបានត្រាំទឹកកកដែរបងប្អូនប៉ុន្តែមិនបានថតឲ្យបងប្អូនមើលចាអញ្ចឹងឥឡូវយើងចាប់ផ្ដើមលាយគ្រឿងផ្សំរបស់យើងបញ្ចូលគ្នាដល់ដំបូងគឺយើងធ្វើការដាក់ជើងមាន់តែរំដេងស្លឹកក្រូចសើចខ្ញីហើយនិងគល់ស្លឹកគ្រៃបងប្អូនជាចុងក្រោយគឺយើងគ្រាន់តែដាក់ទឹកត្រីដែលយើងបានធ្វើមុននេះចូលរួចជាខាងស្រេចបងប្អូនហើយនៅពេលដែលយើងបានដាក់ទឹកត្រីរបស់យើងចូលរួចរាល់ហើយយើងធ្វើការច្បល់វាចូលគ្នាជាមួយនឹងគ្រឿងរបស់យើងឲ្យសព្វចូលជាតិគ្នាបានល្អបងប្អូនចាអញ្ចឹងឥឡូវយើងឃើញថាជើងមាន់របស់យើងគឺបានសព្វចូលជាតិគ្នាបានល្អហើយถ้าប្រសិនបើបងប្អូនចង់ឲ្យជឿនលឿនឆាប់បានញ៉ាំបងប្អូនអាចទុកក្រៅទូទឹកកករយៈពេល2ម៉ោងទៅ3ម៉ោងបានបងប្អូនចាទន្ទឹមនឹងនេះដែរវីដេអូរបស់ខ្ញុំក៏ឈានដល់ទីបញ្ចប់ប្រសិនបើមានកំហុសខុសឆ្គងសូមខន្តីអភ័យទោសជួបគ្នាក្នុងវីដេអូក្រោយអរគុណ